សួស្តីអ្នកគ្នាខ្ញុំរាងនេះមកធ្វើមន់ដល់ទៅ3ក្បាលមន់ឈ្មោះបោចអត់ពិសាហ្នឹងយើងគាត់លាងទឹកឲ្យវាស្អាតទៅហ្នឹងបន្តមកទៀតយើងផ្លះវាធំល្មមហ្នឹងធ្វើអីគេស្លការីនេះមានតែដុតទៀតអីមានគ្រឿងផ្សំដូចជាតែឆ្អើយើងត្រាំទឹកអីហ្នឹងយកគ្រាប់វាចេញភ្លឹបចេញអស់ហើយតមកទៀតយើងមានកំប៉ុងហ្នឹងកំប៉ុងការីហ្នឹងចាំការទៀតគាត់ឃើញនេះមុខសញ្ញាបាត់ហើយដោយសារមន់ហ្នឹងខុសលក្ខខណ្ឌនៃកាក់នៃអ្វីដែលអញកំណត់ហើយទុកទៅអីដល់មានបញ្ហាមែនទេហើយកទឹមនេះត្រាំទឹកមានណាបកស្បកងាយស្រួលដល់ពេលពឹងដល់មានឈ្ងុយណាអញ្ចឹងនៅពេលបកហ្នឹងមិនបាច់ត្រាំទឹកត្រាំអីទេបកតាមធម្មជាតិទេដើម្បីពឹងទៅវាឈ្ងុយបាទហើយយើងកូរគ្រឿងការីម្ទេសខ្ទឹមអីចូលគ្នាអស់ហើយវាឈ្ងុយឈ្ងប់ពិសាយើងមិនមែនមានមាន់ទេអ្នកគ្នាយើងមានឆ្អឹងជំនីទៀតបាទឆ្អឹងជំនីជ្រូកពេលប្រើខ្ជូរងាយស្រួលជាងអស់អត់សូវហុយហើយកម្ដៅងុំបានល្អទៀតហើយការីអ្វីដែលផ្សំឆ្ងាញ់ជាងគេបាច់ដាក់អំបិលទេបាទម៉ែក៏ថាបាច់ដាក់អំបិលទេដោយសារកាពិហ្នឹងវាប្រៃស្រាប់នេះជាគ្រឿងសម្ងាត់គ្រឿងផ្សំហ្នឹងយើងប្រាប់កន្លែងលូចាប់ហួយទៅគេផ្សំឲ្យយើងមកស្អាតមកសែតហើយមានតែប៉ុណ្្នឹងអ្នកនរគ្នាពីខ្ញុំតារាសូមអរគុណនិងសូមជម្រាបជួបគ្នានៅថ្ងៃស្អែក